គណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តសៀមរាបណែនាំក្រុងស្រុងឲ្យយកចិត្តទុកដាក់លើការងារស្រង់ទិន្នន័យនិងធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជនក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារនិងលើកទិសដៅសម្រាប់អនុវត្តបន្តតាមបណ្ដាគណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាក្រុងស្រុងកាលពីថ្ងៃទី26ខែសីហាឆ្នាំ2026លោកអ្នកនិរន្តរ៍អនុប្រធានគណៈកម្មាធិការសមាគមអនគរខេត្តសៀមរាបបានជំរុញដល់បណ្ដាអនគរក្រុងស្រុងត្រូវបន្តស្វែងរកអតីតមន្ត្រីរាជការស៊ីវិលនគរបាលយោធាដែលចូលនិវត្តន៍និងចុះស្រង់ទិន្នន័យនិងធ្វើបច្ចុប្បន្នភាពបញ្ចូលពួកគាត់ឲ្យបានចូលជាសមាជិកអតីតយុទ្ធជនដើម្បីឲ្យពួកគាត់ទទួលបានអត្ថប្រយោជន៍ផ្សេងៗពីរាជរដ្ឋាភិបាលជាការដឹងគុណដែលពួកគាត់បានខិតខំប្រឹងប្រែងការពារទឹកដីនាពេលកន្លងមកលោកបានបន្តថារាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់និងគិតគូរជានិច្ចពីសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជនគ្រប់រូបដែលមិនទុកនៅនិវត្តជនណាម្នាក់ចោលនោះទេស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលជាប្រធានលោកស្រីភីសុកសានប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្តសៀមរាបបានឲ្យដឹងថាគិតត្រឹមខែសីហាឆ្នាំ2026អតីតយុទ្ធជនចំនួន9380នាក់ក្នុងនោះមានជនពិការ1967នាក់មានសមាជិកអនគរថ្មីចំនួន42នាក់ជនបាត់បង់សមត្ថភាពការងារ138នាក់និងនិវត្តជន3475នាក់និងត្រូវត្រៀមចូលសមាជិក693នាក់និងតាមវិស័យចំនួន63នាក់ជាមួយគ្នានោះមានគ្រួសារជនភរិយមានចំនួន251នាក់គ្រួសារជនមរណៈមានចំនួន1049នាក់អតីតមន្ត្រីរាជការស៊ីវិល2138នាក់ក្នុងនោះមាននិវត្តជនចំនួន2106នាក់និងត្រៀមចូលជាសមាជិកអនគរតាមវិស័យចំនួន1103នាក់ចំណែកជនបាត់បង់សម្បត្តិវិជ្ជាជីវៈចំនួន32នាក់និងត្រៀមចូលសមាជិកអនគរតាមវិស័យចំនួន9នាក់